អបមាតោអមតាំងបទាំងការមិនប្រមាទជាផ្លូវមិនស្លាប់ការមិនប្រមាទគឺជាការមិនប្រហែសធ្វេសភ្លេចស្មារតីមិនស្រវឹងវង្វេងក្នុងលោកធម៌គឺលៀបយោសុខសរសើរហើយតែងមានស្មារតីភ្ញាក់រលឹកចំពោះការងារគ្រប់យ៉ាងនិងចំពោះអំពើជាកុសលនានាដែលជាផ្លូវទៅអនាគតជាតិទៀតបុគ្គលមិនប្រមាទគឺជាអ្នកដែលមានការប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលាមិនឲ្យមានកំហុសណាដែលមិនគួរកើតឡើងឲ្យកើតឡើងបានក្នុងមុខរបររបស់ខ្លួនអ្នកមិនប្រមាទតែងលៃលកចនាដើម្បីឲ្យមុខរបរនោះប្រព្រឹត្តទៅបានស្រួលហើយជីវភាពគេក៏បានទទួលនូវជ័យជំនះលើជនដែលមានការខ្ជិលច្រអូសដែលធ្វើការខ្ជិលជាដែលមិនសូវអើពើនឹងកិច្ចការងារជានិច្ចក្នុងអំពើជាកុសលបុគ្គលមិនប្រមាទតែងក្រវ៉ានក្រតានធ្វើបុណ្យឲ្យទានរក្សាសិលចម្រើនមេត្តាភាវនាកាន់ចិត្តល្អមានធម៌សន្តោសចំពោះមនុស្សផងគ្នាដោយឥតគិតរងចាំថាសម្រាប់អញចាស់ឬសាមានទ្រព្យសម្បត្តិចាំធ្វើនោះទេគឺជាអ្នកគិតដល់មរណៈសង្គ្រាមដែលតែងតែប្រហារជីវិតមនុស្សសត្វគ្រប់រូបនោះរាល់ពេលវេលាបុគ្គលមិនប្រមាទឈ្មោះថាជាអ្នកមិនស្លាប់បានសេចក្តីថានៅក្នុងហេតុការណ៍ធម្មតាអ្នកមិនប្រមាទតែងគេចផុតពីភ័យអាសន្នគ្រប់យ៉ាងព្រោះជាមនុស្សមានស្មារតីគិតគូរចំពោះភ័យអាសន្ននោះជាដរាបហើយតែងរកមធ្យោបាយផ្សេងដើម្បីដោះពីគ្រោះអាសន្ននោះកាលបើមានគ្រោះអាសន្នធ្លាក់មកលើខ្លួនគេក៏គេចភ្លាមតាមមធ្យោបាយដែលបានគិតទុករួចហើយនោះក្នុងហេតុការណ៍ជាកុសលអ្នកមិនប្រមាទតែងបានធ្វើបុណ្យកុសលទុករៀងរាល់វេលាអាចបងអង្គចាំថាដល់ពេលនេះឬពេលនោះឡើយបុគ្គលចម្ពោះនេះកាលបើស្លាប់ដោយហេតុណាមួយជាមរណៈដល់ទន់ហន់ក្តីក៏អាចបានស្ថានសុគតិជានិច្ចរួមសេចក្តីមកការមិនប្រមាទជាហេតុនៃការមិនស្លាប់គឺមិនស្លាប់គំនិតប្រាជ្ញាមិនភ្លេចស្មារតីវង្វេងទៅនឹងសេចក្តីវិនិច្ឆ័យផ្សេងបុគ្គលអ្នកមិនប្រមាទបើទុកជាស្លាប់បាត់បង់ជីវិតទៅហើយក៏ដោយក៏កេរ្តិ៍ឈ្មោះនៃបុគ្គលនោះនៅរស់ក្នុងចិត្តគំនិតនៃសាធុជននឹងលើក្រាំងមាសឬក៏លើផែនថ្មជាដរាបមិនតែប៉ុណ្ណោះសោតឈ្មោះនៃជនអ្នកមិនប្រមាទតែងក្រអូបច្រាស់ខ្យល់ផ្សាយទៅគ្រប់ទិសទីជានិច្ចក្នុងគាថាមួយទៀតអបមាតេញ្ចមេធាវីធនំសេដ្ឋังវិរកតិអ្នកប្រាជ្ញតែងរក្សាការមិនប្រមាទដូចជាការរក្សាទ្រព្យដ៏ប្រសើរទ្រព្យសម្បត្តិដែលមានតម្លៃប្រសើរវិសេសគេត្រូវរក្សាដោយការប្រុងប្រយ័ត្នយ៉ាងណាឯអ្នកប្រាជ្ញបណ្ឌិតជាតិក៏តែងរក្សាការមិនប្រមាទដោយស្មារតីខ្ជាប់ខ្ជួនយ៉ាងនេះដែរនៅក្នុងលោកនេះបុគ្គលដែលមានទ្រព្យប្រសើរហើយដែលមានតម្លៃជាងគេដូចជាមាសពេជ្រក្តីឬប្រាក់វត្ថុណាមួយដែលកើតឡើងដោយសំណាងក៏ជារបស់ដែលមិនមានជនណាម្នាក់មានដូចក្តីគេតែងរក្សារបស់នោះទុកដោយប្រុងប្រយ័ត្នណាស់គឺគេតែងដាក់ក្នុងទូដែកឬឈើហើយគេតែងចាក់សោខ្ទាស់កន្លឹះច្រើនជាន់ឲ្យមាំមួនមិនអាចជនណាយកទៅបានដោយងាយឡើយពុំនោះសោតទេគេតែងដាក់ជាប់ខ្លួនជានិច្ចបើរបស់នោះអាចយកទៅបានរឿងនេះឧបមាយ៉ាងណាមេធាវីគឺជនអ្នកមានស្មារតីប្រាជ្ញាមានគំនិតជ្រៅក៏តែងរក្សាការមិនប្រមាទគឺការមិនប្រហែសធ្វេសក៏ដូច្នោះដែរនៅគ្រប់ឥរិយាបថទាំង4គឺការដេកងើបឈរអង្គុយអ្នកមានប្រាជ្ញាតែងគិតគូរនូវមធ្យោបាយដ៏ល្អបុគ្គលអ្នកមានប្រាជ្ញាជាមនុស្សមិនភ្លេចស្មារតីភ្លេចខ្លួនសោះឡើយទោះធ្វើកិច្ចការណាក៏ដោយក៏តែងធ្វើដោយការប្រុងប្រយ័ត្នដោយការយកចិត្តទុកដាក់ជានិច្ចលុះបានផលមកក៏ល្អជានិច្ចដែរសេចក្តីមិនប្រមាទនេះជាគុណធម៌មួយល្អពិសេសដែលមនុស្សគ្រប់រូបត្រូវតែយកទៅអនុវត្តគ្រប់កិច្ចការទាំងអស់ទោះធ្វើក្តីនិយាយក្តីបើគេភ្លេចខ្លួនមុខជាភ្លៀងភ្លាត់មិនខានតែបើគេមិនប្រហែសធ្វេសមិនភ្លេចខ្លួនគេនឹងបានផលល្អវិសេសវិសាលជាដរាបអបមាទាំងបសੰសន្តិបណ្ឌិតទាំងឡាយតែងសរសើរសេចក្តីមិនប្រមាទ
ដែលហៅថាបណ្ឌិតបានដល់សប្បុរសជនមួយពួកដែលមានការងារល្អនិយាយសម្ដីល្អពីរោះមានគំនិតគិតឃើញល្អជាអ្នកធ្វើគុណប្រយោជន៍ដ៏ល្អសម្រាប់ខ្លួននិងជនដទៃឬសាធារណជនដើម្បីលោកនេះនិងលោកខាងមុខជាអ្នកមិនព្យាបាទគំនុំគុំគួនចង់ពាវរាចំពោះជនណាជាមនុស្សមានប្រាជ្ញាឆ្លាតវាងវៃប៉ិនប្រសពហើយតែងយកប្រាជ្ញាទៅអនុវត្តនៅគ្រប់កិច្ចការនានាជាអ្នកមានទស្សនៈគឺសេចក្តីយល់ឃើញជ្រៅល្អភ្លឺស្វាងនៅក្នុងកិច្ចការទាំងពួងដែលហៅថាសេចក្តីមិនប្រមាទគឺការមិនប្រហែសធ្វេសភ្លេចភ្លាំងស្មារតីភាពជាអ្នកមានស្មារតីរឹងប៉ឹងមាំមួនហើយចាស់ខ្លានៅក្នុងការប្រយ័ត្នជានិច្ចនៅគ្រប់ហេតុការណ៍ទាំងពួងការប្រុងប្រយ័ត្នមិនឲ្យបាបអកុសលនានាចូលមកលុកលុយក្នុងខណ្ឌសន្តានបានគឺប្រយ័ត្នជានិច្ចមិនប្រព្រឹត្តអំពើបាបកម្មណាមួយដោយកាយទ្វាឬវិច័យទ្វាឡើយការមិនប្រមាទម្យ៉ាងទៀតគឺជាអ្នកប្រយ័ត្នប្រយែងនៅក្នុងការចាយវាយនិងសន្សំទ្រព្យសម្បត្តិទុកសម្រាប់ការពារហេតុការណ៍ផ្សេងៗដែលកើតឡើងដោយមិនបានគិតទុកជាមុនបើធ្វើការងារអ្វីក៏ធ្វើដោយប្រុងប្រយ័ត្នមិនខ្ជិលខ្ជាយឲ្យពេលវេលាកន្លងទៅហួសទៅទេធ្វើដោយខ្ជិលច្រអូសនោះឡើយបណ្ឌិតទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាដើមតែងសរសើរលើកដំកើងនៅសេចក្តីមិនប្រមាទនេះណាស់ព្រោះហេតុមិនប្រមាទនេះជាហេតុនាំឲ្យបានសម្រេចគុណប្រយោជន៍ផងទាំងពួងជាច្រើនអនេកផ្នែកលោកុត្តរៈសេចក្តីមិនប្រមាទអាចនាំឲ្យមនុស្សបានសម្រេចនៅសោតាជាដើមផ្នែកលោកីសម្បត្តិសេចក្តីមិនប្រមាទអាចនាំឲ្យមនុស្សបាននៅទ្រព្យធនធាននានាតាមសេចក្តីប្រាថ្នារបស់ខ្លួនហើយសមគួរតាមភារកិច្ចរបស់ខ្លួនឯងហេតុយ៉ាងនេះហើយបានជាបណ្ឌិតលោកបានតម្កល់តម្កើងលើកសរសើរសេចក្តីមិនប្រមាទនេះទុកជាគុណជាតិដ៏ឧត្តមគាថាបន្ទាប់គឺអបមាទេបមោតន្តិបណ្ឌិតទាំងឡាយតែងរីករាយក្នុងសេចក្តីមិនប្រមាទសេចក្តីមិនប្រមាទជាកត្តាមួយអាចនាំបុគ្គលទាំងអស់នៅក្នុងលោកនេះឲ្យបានសម្រេចនៅសេចក្តីប្រាថ្នាគ្រប់យ៉ាងទោះជាប្រាថ្នាសម្បត្តិលោកយៈក្តីប្រាថ្នាសម្បត្តិលោកុត្តរៈក្តីដោយសារសេចក្តីមិនប្រមាទនេះហើយទើបបុគ្គលអាចគេចរួចអំពីគ្រោះថ្នាក់ផ្សេងទាំងអស់ទោះជាគ្រោះថ្នាក់នៅក្នុងលោកនេះក្តីគ្រោះថ្នាក់ក្នុងលោកខាងមុខក្តីមានការកើតជាប្រេតនរកតិរិច្ឆានអសុរកាយក្តីសេចក្តីមិនប្រមាទជាផ្លូវមិនស្លាប់ហើយជាគុណធម៌មួយដែលមានស្ថិរភាពដែលយូរអង្វែងតទៅអនាគតកាលពោលគឺបុគ្គលអ្នកមិនប្រមាទនេះបើទោះជាស្លាប់បាត់បង់ជីវិតទៅច្រើន100ឆ្នាំហើយក៏ដោយកេរ្តិ៍ឈ្មោះនៅតែពិរោះល្អនៅលេចលឺឡើងហើយដកជាប់នៅក្នុងចិត្តនៃមនុស្សម្នាមហាជនដែលរស់នៅជានិច្ចជាពិសេសកេរ្តិ៍ឈ្មោះរបស់បុគ្គលនោះតែងក្រអូបច្រាស់ខ្យល់ទៀតផងអាស្រ័យហេតុនេះហើយបណ្ឌិតគឺអ្នកប្រាជ្ញមានប្រាជ្ញាវាងវៃតែងរីករាយសប្បាយនឹងសេចក្តីមិនប្រមាទថែមទាំងបានតាំងខ្លួនឲ្យនៅក្នុងសេចក្តីមិនប្រមាទនេះថែមទៀតផងព្រោះជាគុណធម៌ដែលនាំឲ្យបានសេចក្តីប្រាថ្នាគ្រប់យ៉ាង